ម្ដងទៀតគឺមិនចាំបាច់ទេចាំខ្ញុំទៅកេងខ្លួនអញវិញមួយរយៈនេះខ្ញុំញ៉ាំមិនសូវបានទើបធ្វើឲ្យកម្លាំងថយចុះបន្តិចនាងគេងមុនទៅខ្ញុំចេញទៅរកអីញ៉ាំបើកម្លាំងបន្តិចបើសិនជាគាត់កេងក្បែរខ្ញុំពិតមែនយប់នេះខ្ញុំច្បាស់ជាកេងមិនលក់ទេហើយឆាប់កេងទៅកេងឲ្យលក់ទៅពេលកេងលក់នឹងមិនដឹងថាមានមនុស្សចម្លែកកេងក្បែរទេគេបានចាត់ទុកខ្ញុំជាមនុស្សប្លែកមុខតើនាងពិតជាមិនចាំខ្ញុំតតែសោះហីលោកកាត់អីដែរនេះលោកមានរបួសអីហេនេះលោកមានរបួសធ្ងន់ណាស់ចាំខ្ញុំទៅហៅឡានពេទ្យឲ្យណាចេញទៅលោកយ៉ាងម៉េចហើយលោកលោកដឹងខ្លួនហើយហ៎នាងជាអ្នកនាំខ្ញុំមកពេទ្យមែនទេនាងជួយខ្ញុំដើម្បីអីទៅខ្ញុំនាំលោកមកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះនឹងហើយគ្មានហេតុផលផ្សេងទេនាងជួយខ្ញុំដោយមិនចង់បានផលតបស្នងអញ្ចឹងហ៎ថាតើមើលតើខ្ញុំគួរឈមមើលលោកស្លាប់នៅនឹងភ្នែកដែរទេមើលទៅសុខភាពរបស់លោកប្រហែលជាលែងអីហើយពេលនេះខ្ញុំដល់ពេលត្រូវឡើងយន្តហោះល្មមការចំណាយថ្លៃពេទ្យខ្ញុំបានបង់ឲ្យលោករួចហើយចាំឲ្យស្រួលខ្លួនលោកអាចចេញទៅផ្ទះបានខ្ញុំត្រូវទៅហើយណាលោកមិនគិតចង់សួរឈ្មោះអ្នកមានកូនខ្លះទេមែនហើយទង្វើល្អរបស់ខ្ញុំប្រហែលជាមិនអាចជ្រួតជ្រាបចំពោះលោកទេប៉ុន្តែទោះបីជាមិនសួរក៏ខ្ញុំប្រាប់ដែរខ្ញុំឈ្មោះសុងជានីងរីករាយដែលបានស្គាល់សុំជានីងឯងនៅចាំផ្លូវត្រឡប់មកផ្ទះវិញដែរមែនទេយើងស្មានតែឯងស្លាប់នៅទីនោះហើយទៅយ៉ាងម៉េចហើយរឿងដែលឲ្យធ្វើនោះកុំប្រាប់ណាថាការងារនោះឯងមិនទាន់ដោះស្រាយចប់នៅឡើយណូល្អចាំមើលលើកនេះអ្នកណាហ៊ានធ្វើជាគូប្រជែងគ្រួសារជាងយើងទៀតចាប់ប្រាប់មកឯងចង់បានអីទៅខ្ញុំចង់រៀបការនៅកូនស្រីគ្រួសារសុងនៅយន្តឆាំងទោះបីវាយឺតពេកជាច្រើនឆ្នាំក៏ដោយប៉ុន្តែនៅទីបំផុតពួកយើងក៏បានជួបគ្នាម្ដងទៀតកាលពីយប់មិញគាត់កេងលើសាឡុងពេញមួយយប់ឯងពេលកេងបែបនេះមើលទៅក៏សង្ហាដែរតានេះខ្ញុំកំពុងគិតអីខ្ញុំមិនគួររំខានគាត់យូរពេកទេត្រូវតែប្រញាប់រកមរតករបស់ប៉ាឲ្យឃើញដើម្បីឆាប់បានឲ្យគាត់មានសេរីភាពវិញមេផ្ទះនាងជាអ្នកដណ្ដប់ភួយខ្ញុំតាមមែនទេចាលោកស្រីជាអ្នកដណ្ដប់ឲ្យលោកប្រុសចុះពេលនេះនៅណាលបងជុំអ្នកបងបានចេញទៅក្រៅហើយតែមើលគាត់គួរតែទៅផ្ទះពូរបស់គាត់នាងប្រហែលជាប្រញាប់ទៅទាមទារយកមរតកត្រឡប់មកវិញនឹងអាចចាប់បាននាងដែរជាមួយខ្ញុំហើយតែនាងទៅម្នាក់ឯងមែនទេ
បាន ចាំងឆឹងរៀបចំឡើងទៅ លោកបងជុំចុះទៅណាដែរ គឺខ្ញុំទៅជួយប្រពន្ធរបស់ខ្ញុំនឹងណាមានប្តីហើយមិនគួរទៅម្នាក់ឯងទេធ្វើបែបនេះបើសិនជាគេមិនដឹងគេច្បាស់ជាគិតថាខ្ញុំនេះសង្ហែតែរូបប៉ុន្តែចិត្តខុសខើ នាងជ្រុកកធត់ឯងនេះស្គាល់ផ្លូវត្រឡប់មកផ្ទះវិញដែររត់ចេញទៅខាងក្រៅឯងដឹងទីថាយើងគឺបរំពីឯង ខ្ញុំថាពូទី2មិនបានបារម្ភពីខ្ញុំទេតែពូបារម្ភខ្លាចខ្ញុំមិនមកវិញធ្វើឲ្យពូមិនអាចចាយទ្រព្យសម្បត្តិរបស់ប៉ាខ្ញុំបានច្រើនជាង នេះឯងកំពុងនិយាយស្អីចាយមរតករបស់ប៉ាឯងស្អីមានតែរាល់ថ្ងៃនេះគុណទៅបានជើងទេដែលជាអ្នកជួយឯងកុំរមើលគុណពេកណា ពូទី2បើខ្ញុំចាំមិនខុសខ្ញុំអត់បានសុំជំនួយពីពូទេពូគឺជាអ្នកដែលបង្ខំឲ្យខ្ញុំមករស់នៅក្នុងផ្ទះឬក៏ឆ្លៀតឱកាសរឹបអូសទ្រព្យសម្បត្តិរបស់ប៉ាខ្ញុំ អេមិនក៏ឯងហ៊ាននិយាយដាក់យើងបែបនេះ សង្ឃជានីងមិនថាហេតុផលអីនោះទេប៉ាខ្ញុំគឺជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ប៉ាម៉ាក់នាងបើនាងមានសមត្ថភាពរកប្រុសមករៀបការជាមួយឲ្យបានសិនទៅនោះនាងនឹងមានសិទ្ធិយកទ្រព្យសម្បត្តិទាំងនោះត្រឡប់ទៅគ្រប់គ្រងវិញអេប៉ុន្តែបើថតអាក្រក់មើលបែបនេះខ្ញុំថាមួយជីវិតនេះនាងរកប្តីមិនបានទេ សុំទោសផងខ្ញុំបានរៀបការរួចហើយថ្ងៃនេះខ្ញុំនឹងទាមទារគ្រប់យ៉ាងដែលជារបស់ប៉ាម៉ាក់ខ្ញុំត្រឡប់មកវិញ ស្អីគេនាងរៀបការជាមួយអ្នកណាវាមិនអាចទៅរួចទេ សងជិននីងឯងទុកយើងជាស្អីបានជាហ៊ានរៀបការតាមប្រាប់យើងបែបនេះ ខ្ញុំរៀបការចាំបាច់អីត្រូវប្រាប់ពូដែរ ព្រោះយើងជាពូរបស់ឯងប៉ាម៉ាក់ឯងស្លាប់អស់នៅសល់តែយើងដែលជាពុកម្ដាយទី2របស់ឯងដូច្នេះបើរៀបការក៏ត្រូវមានការយល់ព្រមពីយើងដែរទៅបាន ប្រៀបដូចជាឪពុកម្ដាយហ៎ពូទី2ដល់ពូនិយាយបែបនេះទៅរួចប៉ុន្មានឆ្នាំចុងក្រោយនេះការចំណាយទៅលើអាហារសម្លៀកបំពាក់រួមទាំងឡានទំនើបរបស់ពូគ្រប់យ៉ាងគឺសុទ្ធតែជាលុយរបស់ប៉ាម៉ាក់ខ្ញុំទាំងអស់ខ្ញុំទៅវិញទេដែលជាឪពុកម្ដាយទី2របស់គ្រួសារពូស្ដាប់ឲ្យច្បាស់ណាខ្ញុំទេដែលជាអ្នកចិញ្ចឹមគ្រួសារពូ អីឯងមួយចុះវាក៏ពុតតែប្រមាថយើង សង្ឃជានីងនាងនេះពូកែធ្វើពុតពិតមែនបើសិនជាខ្ញុំមិនមែនជាមនុស្សឆ្លាតទេច្បាស់ជាចាញ់ល្បិចរបស់នាងមិនខាន ទៅគុណក៏ប្រាប់ថាឯកសារនេះរៀបការគឺខ្លាំងខ្លាយ បើនាងយកឈ្មោះប្រុសណាផ្សេងមកបន្លំខ្ញុំប្រហែលជាជឿពិតមែនប៉ុន្តែប៉ាមើលរូបនេះទៅប្រុសម្នាក់នេះគឺជាងជើកូនប្រុសរបស់គ្រួសារជាងជាអ្នកមានបំផុតនៅក្រុងជាងឆឹងខ្ញុំថាប្រុសដែលមានគ្រប់យ៉ាងដូចជាគាត់ប្រហែលជាមិនភ្នែកអន់យកស្រីអាក្រក់បែបនេះនោះទេ មែនហើយមនុស្សដូចនាងគឺគ្មានអនាគតធ្វើជាប្រពន្ធទេសងជិននីងយើងខំផ្ដល់កន្លែងស្នាក់នៅផ្ដល់បាយផ្ដល់ទឹកដល់នាងតែនាងបែរជាធ្វើឯកសាររៀបការខ្លាំងខ្លាយមកយើងអាណាមនុស្សចាប់វាយកទៅឃុំទុកឲ្យនាងដល់ពីកំហុសរបស់នាងធ្វើដូចមុនចាក់សោឃុំនាង3ថ្ងៃអូទេចាក់សោ5ថ្ងៃទៅលោកុំឲ្យនាងសៀសោ ពូទី2បើសិនជាឯកសាររៀបការរបស់ខ្ញុំពិតជាខ្លាំងខ្លាយច្បាស់ប្រកាសជាដាក់ទោសខ្ញុំមិនខានមិនចាំបាច់ឲ្យពូមកប្រើច្បាប់ព្រៃដាក់ខ្ញុំបាត់នេះនោះទេ យើងជាពូរបស់ឯងយើងចង់បណ្ដាឯងតាមវិធីណាក៏បានពួកឯងចាប់វាទៅចាប់វា ចូលទៅ អូយបាក់ឆ្អឹងខ្ញុំបាក់អើយ នាងជានាងហ៊ានប្រឆាំងនឹងយើងផងឯងពួកសម្រាប់គ្រាន់តែស្រីម្នាក់ក៏ខ្លាចដែរវាមិនស្លាប់ទេចាប់នាំគ្នាចូលទៅចាប់នាងភ្លាមទៅចាប់ទៅ ខ្ញុំយល់ហើយមិនថាខ្ញុំរៀបការពិតមែនឬអត់ពូទី2មិនបានគិតចង់បកគលទ្រព្យសម្បត្តិរបស់ប៉ាខ្ញុំតាំងពីដំបូង ទេបើយើងប្រគល់ឲ្យឯងវិញចោលប្រគុណរបស់យើងបានស្អីស៊ីទីទៅមួយវិញទៀតបើឯងពិតជារៀបការជាមួយនឹងកូនប្រុសត្រកូលជាពិតមែនវាក៏ល្អដែរព្រោះគ្រួសារយើងគឺមានបំផុតនៅក្រុងជាងជឹងពួកយើងអាចរស់នៅយ៉ាងសុខស្រួលព្រោះថាគ្រួសារជាងវាគឺមានបំផុតនៅក្រុងជាងជឹងយើងយកថ្លៃបណ្ដាការរាប់រយលានទៅ មិនស្មានថាពីអ្នកឧបករណ៍នេះដល់ថ្នាក់នឹងសោះ ប៉ាកុំជឿជាក់ពេកថាយើងនឹងមានលុយចាយមិនអស់ដោយសារនាងបានរៀបការជាមួយលោកជាងខ្ញុំគិតថាគាត់មិនខ្វាក់ភ្នែកទៅរៀបការជាមួយនាងជាដាច់ខាតប៉ុន្តែបើសិនជាមែននោះមានន័យថាចំណូលចិត្តរបស់គេអន់ណាស់ដែលយកជ្រូកធ្វើជាប្រពន្ធ ខ្ញុំចាត់ទុកថាពាក្យមិញនេះជាការលេងសើចទៅចុះ ហាលោកជាង គាត់ដឹងថាខ្ញុំមកទីនេះបានចាំបាច់ លោកជាងខ្ចីអីបកលោកមកទីនេះ មិញនេះខ្ញុំស្ដាប់ឮអស់ហើយមិនបានជានាងមកទីនេះតាមអ្នកឯងចឹងដឹងទេថាវាគ្រោះថ្នាក់ ខ្ញុំគឺមិនបានកាត់អីនោះទេ នាងក៏ដឹងហើយមែនទេថាពួកគេជាមនុស្សអាក្រក់រឿងអីក៏គេអាចធ្វើបានដែរពួកនេះគេប្រើមនុស្សឲ្យធ្វើបាបនាងប៉ុណ្ណឹងហើយនៅថែមមិនទាន់កាត់អីទេទេ តែខ្ញុំអាចគ្រប់គ្រងស្ថានភាពបាន លោកជាងនេះលោក ត្រូវហើយនាងមិនបានប្រាប់ពួកគេពីទំនាក់ទំនងចឹងទេ ស្អីទៅនេះអ្នកទាំងពីររៀបការជាមួយគ្នាជារឿងប៉ិតទេ អូមានន័យថាពួកគេមិនជឿរឿងរបស់យើងមកពីនាងមិនចូលខ្ញុំមកជាមួយចាចឹង នេះលោកបងជុំ យើងថតរូបជាមួយគ្នាផ្អែមល្ហែមចឹងនេះមិនបានជាពួកគេមិនជឿនាងគិតចឹងទេ មែនហើយគាត់កំពុងសម្ដែងការពារខ្ញុំឬអត់ហ្នឹង มันអាចទៅរួចទេលោកជាងលោកទៅរៀបការជាមួយនាងនេះបានយ៉ាងម៉េច ហេតុផលតែមួយដែលខ្ញុំសម្រេចចិត្តរៀបការគឺព្រោះតែខ្ញុំស្រឡាញ់នាង សម្ដែងផ្អែមទៀតហើយ លោកជាង
លោកអាចទៅស្រឡាញ់មនុស្សស្រីមានយៈបែបនេះបានយ៉ាងម៉េចខ្ញុំមិនជឿទេហា ពេលនេះនឹងជឿហើយនៅ មនុស្សស្រីមានរូបរាងអាក្រក់បែបនេះលោកជាងលោកស្រឡាញ់បានដោយរបៀបណាទៅមិនបានជានាងសំណាងម្លេះស្អាតប្រហែលខ្ញុំដែរនៅតែមិនទាន់មានប្រុសណាចូលដណ្ដឹងផងតែបែរជានាងឈានមួយជំហានសោះអាចឡើងទៅដល់មេឃ ចាំបាត់មកទៅលោកជាងសូមគុំប្រកាន់អីកូនស្រីរបស់ខ្ញុំគ្មានបំណងអាក្រក់ទេក៏ព្រោះតែលោកនឹងជានិញរៀបការលឿនពេកតាមពិតទៅមុននេះនាងប្រាប់យើងដែរប៉ុន្តែយើងស្មានតែនាងគឺលេងសើចជាមួយពួកយើង ចុះមិនក៏ចាំបាច់ចាប់ខ្លួននាងឬមួយក៏ច្បាប់របស់មេគ្រួសារសុងវាតាំងរឹងជាងគ្រួសារជាងទៅទៀតបើអញ្ចឹងមែនខ្ញុំប្រហែលជាត្រូវកែប្រែខ្លួនបន្តិចហើយពួកយើងគ្រាន់តែនិយាយលេងទេដើម្បីបំភ័យនាងតែប៉ុណ្ណោះខ្ញុំចាត់ទុកជានាងដូចជាកូនស្រីបង្កើតអញ្ចឹងបើនាងឈឺខ្ញុំក៏ឈឺដូច្នេះខ្ញុំមិននឹងអាចធ្វើបែបនាងកើតទៅ លោកចង់មានន័យថានៅផ្ទះនេះប្រពន្ធរបស់ខ្ញុំមិនដែលរងទុក្ខត្រូវដែរទេ ជានាងពួកយើងគឺជាគ្រួសារតែមួយឈាមប្រកាសជាខាប់ចិនទឹកហើយ ពូទី2ពូអាចធ្វើតាមសន្យាបកគលទ្រព្យសម្បត្តិរបស់ប៉ាម៉ាក់ខ្ញុំឲ្យមកវិញបានហើយឬនៅ ច្បាស់ណាស់ពូក៏ចង់ឯងយូរហើយពេលនេះក្មួយគឺបានរៀបការពូទុកចិត្តប្រគល់ឲ្យក្មួយអស់វិចិនចាំពូទៅយកឲ្យឯងណាលោកបងចុងបងថ្លៃចំនួនលុយទាំងអស់គឺមានតែ1/3នៃមរតកគ្រួសារសុងប៉ុណ្ណោះ លោកជាងចង់ឬមិនចង់ត្រូវតែអស់ខ្លះហើយប្រហែលឆ្នាំនេះខ្ញុំមានបន្ទុកចិញ្ចឹមជានិញម្នាក់ទៀតហើយនាងគឺញ៉ាំច្រើនណាស់ដូច្នេះខ្ញុំគ្មានលទ្ធភាពទេទើបត្រូវដកចំណាយបន្តិចបន្តួចទៅណា លុយគឺជារឿងមួយប៉ុន្តែមិនក៏របស់មួយទៀតត្រូវបានបាត់ដែរនេះពូយកទៅលក់យកលុយឲ្យមែនទេ បើមកឯងស្លាប់អស់ហើយចាំឯងទុកវាធ្វើអីទៅមួយវិញទៀតឯងបានរៀបការជាមួយលោកជាងហើយទេចង់ទិញក៏បានមិនចាំបាច់ខ្វល់ពីរបស់សម្រាប់ទាំងអស់នោះទេ លោកប្តីរបស់ខ្ញុំបាត់ទៅច្រើនណាស់ វាត្រូវតែអញ្ចឹងហើយទីបំផុតនាងក៏ព្រមពឹងប្តីម្នាក់នេះទីបំផុតនាងព្រមពឹងប្តីម្នាក់នេះហើយចាំទុកមានអ្វីត្រូវប្រាប់ប្តីកុំទ្រាំលំបាកតែម្នាក់ឯងទៀតកុំបារម្ភអីទុកឲ្យបងចាត់ការអូនត្រឡប់ទៅមុនទៅ មិនស្មានថាគាត់ជួយខ្ញុំច្រើនបែបនេះជាពិសេសការសម្ដែងធុតនេះពិតជាលុយខ្លាំងណាស់ លោកជាងកុំជឿនៅអ្វីដែលនាងបាននិយាយអីមកឆ្នាំនេះខ្ញុំមិនបានធ្វើបាបក្មួយខ្ញុំទេមានតែចាត់ទុកនាងដូចជាកូនស្រីបង្កើតរបស់ខ្ញុំចឹងលោកជឿខ្ញុំទៅណា មុននេះប្រពន្ធខ្ញុំប្រាប់ថារបស់ប៉ាម៉ាក់នាងបាត់អស់ច្រើនណាស់ដូច្នេះបើខ្ញុំមិនធ្វើអីខ្លាំងនោះទេតើឲ្យខ្ញុំប្រាប់ប្រពន្ធខ្ញុំថាយ៉ាងម៉េចទៅ លោកជាងលោក ប៉ុន្តែក៏បារម្ភអីគ្រប់គ្នាធ្លាប់បានដឹងហើយថាខ្ញុំចឹងជើគឺជាមនុស្សដែលមានចិត្តល្អបំផុតជាពិសេសចំពោះអ្នកដែលជាសាច់ញាតិប្រពន្ធរបស់ខ្ញុំបន្ធូរបន្ថយឲ្យខ្លះប៉ុន្មានឆ្នាំនេះលោកចិត្តអាក្រក់ដាក់ប្រពន្ធខ្ញុំប៉ុណ្ណាខ្ញុំនឹងឲ្យលោកសងប៉ុណ្ណឹងគិតយ៉ាងម៉េចដែរ ស្អីគេកន្លងមកខ្ញុំបានចិញ្ចឹមនាងបែបអត់ឃ្លានហើយឃុំនាងក្នុងបន្ទប់ងងឹតចាក់សោតែប៉ុណ្ណោះនឹង នេះមិនទេជាអ្វីដែលលោកប្រាប់ថាមិនដែលធ្វើបាបហើយចាត់ទុកនាងដូចជាកូនស្រីបង្កើន លោកជាងខ្ញុំជ្រុលជាខុសហើយលោកចង់ធ្វើអីដាក់ខ្ញុំក៏បានដែរតែសូមលោកលើកលែងឲ្យកូនស្រីរបស់ខ្ញុំតាមបានដែរទេនាងនៅក្មេងណាប្រសិនមកជាប់គុកអនាគតច្បាស់ជាជាប់ហើយ លោកចាត់ទុកប្រពន្ធខ្ញុំដូចជាកូនប៉ុន្តែនៅពេលដែលនាងសុំវល់តើលោកមានស្ដាប់នាងដែរទេចាប់ខ្លួនពួកគេទៅ លោកជាងអើយ លោកជាងគ្រប់យ៉ាងគឺប៉ាខ្ញុំជាអ្នកធ្វើទាំងអស់ខ្ញុំមិនដឹងអីទេបើលោកព្រមដល់លែងខ្ញុំនឹងព្រមខ្លាចជារបស់លោកពេលនេះទៅលោកឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរ ឈប់ទៅខ្ញុំមិនស៊ីគម្រោងស្អុយនោះទេ